ចាសួស្តីប្រិយមិត្តទាំងអស់គ្នាដែលគាំទ្រទំព័ររបស់នាងខ្ញុំគឺទំព័រសម្ផស្ស Sweet Home ឥឡូវនេះគឺសាច់ផុយហើយចាតែខ្ញុំនៅបន្តរងាស់បន្តិចទៀតណាយើងមើលឃើញទេអ្នកខ្លះគេចូលចិត្តដាក់ម្ទេសក្រហមច្រើនគឺវាអាចឲ្យធ្វើឲ្យទឹកកាន់តែក្រហមដែរណាហើយវាអាចហឹរបន្តិចតែវាមិនហឹរខ្លាំងទេតែខ្ញុំគឺប៉ុណ្ណឹងល្មមហើយអត់ត្រូវការក្រហមខ្លាំងពេកទេឥឡូវអ្វីដែលខ្ញុំត្រូវការដាក់បន្ទាប់មកគឺការ៉ុតចាអញ្ចឹងយើងឃើញហើយអ្នកទាំងអស់គ្នាមើលចាការ៉ុតយើងត្រូវហាន់ធំអញ្ចឹងហើយពីព្រោះនៅពេលដែលវាបែកបើយើងហាន់តូចវាឆាប់ផុយវារលួយវល់ចូលក្នុងសម្លណាខគោអញ្ចឹងបើសិនជាយើងហាន់ធំអញ្ចឹងគឺវាអត់ងាយបែកវល់ទេអញ្ចឹងខគោយើងញ៉ាំហើយមិនមែនញ៉ាំមួយផ្លែតអស់ណាយើងត្រូវរងាស់ទុកតទៀតមិនអញ្ចឹងទេញ៉ាំយ៉ាងហោចក៏បាន2ថ្ងៃដែរអញ្ចឹងបើសិនយើងរងាស់យូរទៅវាធ្វើឲ្យការ៉ុតហ្នឹងវារលួយវល់អស់អញ្ចឹងយើងត្រូវតែហាន់ចិត្តការ៉ុតហ្នឹងរាងធំឃើញទេប៉ុណ្្នឹងហើយបាច់ឆ្ងល់ធំពេកធំជាងមាត់អត់ទេដល់ពេលផុយហើយទៅវាបាក់ជាពីរកំណាត់អីអញ្ចឹងទៅវាល្មមមាត់យើងព្រាយើងចុចទៅណាញ៉ាំហើយមួយទៀតមានអ្នកខ្លះឆ្ងល់ថាមិនបាត់ខ្ញុំអត់ដាក់ខ្ទឹមបារាំងណាខ្ទឹមបារាំងគឺយើងមិនបាច់ដាក់នៅពេលដែលយើងកំពុងធ្វើខគោនេះយើងដាក់ស្នូឯងពេលដែលយើងដួសដាក់ចានគឺយើងហាន់ខ្ទឹមបារាំងណាបកខ្ទឹមបារាំងឲ្យស្អាតយើងហាន់វាចេញជាសរសៃមកយើងដាក់រៀបនៅបាតចានហើយបានយើងចាំដួសខគោហ្នឹងស្រោចពីលើខ្ទឹមបារាំងដាក់នៅក្នុងចានហ្នឹងទៅយើងធ្វើខ្ទឹមបារាំងគឺជាលបោយវិញចាមិនមែនយកមករងាស់ឲ្យវល់ទឹកដាក់ខ្ទឹមបារាំងវល់ទឹកអញ្ចឹងវាអាចធ្វើឲ្យខាប់កាន់ខ្លាំងអត់កើតទេតែខាប់ពេកកើតទេខគោវាមិនមែនជាបបរទេតែវាខាប់ទៅវាដូចបបរអត់កើតទេវាត្រូវមានទឹករាវអញ្ចឹងប៉ុន្តែនេះខ្ញុំបន្តិចទៀតខ្ញុំរងាស់ឲ្យវារៀងគោកជាងនឹងបន្តិចកុំឲ្យវាឃើញរាវចឹងពេកចាតែរងាស់លើកនេះគឺខ្ញុំលែងកោហើយតែកោវាបែកការ៉ុតអស់ចាអញ្ចឹងខ្ញុំកោឲ្យហើយទៅតិចទៀតគឺខ្ញុំលែងកោហើយរងាស់មកល្មមគឺបិទភ្លើងបើចង់ដាក់គ្រឿងដាក់អីគឺពេលហ្នឹងតែមិញខ្ញុំភ្លក់ហើយគឺល្មមហើយអញ្ចឹងត្រូវដាក់គ្រឿងដាក់អីដាក់ហើយណាដាក់ឲ្យរាងចាស់សំទោសដាក់ឲ្យរាងចាស់បន្តិចទៅដល់ពេលវាល្មមខាស់ទឹកវាល្មមតិចតែមានចាស់រហូតដល់ជ្រុលប្រៃណាគឺយើងល្មមមកយើងសម្រាប់រសជាតិគ្រួសារយើងចានេះគឺខគោដែលធ្វើដោយនាងខ្ញុំម្ចាស់ទំព័រសម្ផស្ស Sweet Home ចាអរគុណច្រើនចាជម្រាបលាបាយបាយ